ន់ជាមួយនឹងសហគមន៍វិញតើអ្វីទៅគឺជាសហគមន៍អព្យាក្រឹតកាបូនចា៎បាទសូមអរគុណចំពោះសំណួរនេះសហគមន៍អព្យាក្រឹតកបោនគឺជាសហគមន៍មួយដែលកាត់បន្ថយនៅការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏មានប្រសិទ្ធភាពតាមរយៈការដាំស្ដារតាមរយៈការការពារព្រៃឈើតាមរយៈការដាំស្ដារព្រៃឈើឡើងវិញបាទនិងប្រព័ន្ធអេកូឡូស៊ីផ្សេងទៀតដែលវាមានសារៈសំខាន់សម្រាប់ទាំងបរិស្ថានវប្បធម៌ហើយនិងជំនឿបុរាណផងដែរអញ្ចឹងតាមរយៈការគ្រប់គ្រងដោយសហគមន៍ការរស់នៅប្រកបដោយចីរភាពនិងការគ្រប់គ្រងប្រកបដោយតម្លាភាពហ្នឹងការសម្រេចបាននៅអព្យាក្រឹតកបោនហ្នឹងគឺនឹងរួមចំណែកមួយនៅក្នុងកិច្ចការការពារព្រៃឈើរួមចំណែកដល់ការអភិរក្សជីវៈចម្រុះរបស់យើងព្រមទាំងប្រភពទឹកធម្មជាតិហើយទាំងអស់ហ្នឹងគឺវានឹងជួយលើកកម្ពស់នៅសហគមន៍សុខុមាលភាពរបស់សហគមន៍យើងផងដែរអញ្ចឹងយើងសួរថាតើដើម្បីឲ្យសហគមន៍មួយនឹងคล้ายទៅជាអព្យាក្រឹតកបោនហ្នឹងវាមានវិធានការចម្បងបែបណាខ្លះចា៎បាទអញ្ចឹងវិធានការវាមានដូចជាតកតងជាមួយនឹងរឿងការដាំព្រៃឈើឡើងវិញបាទការប្រើប្រាស់ធម្មពលដូចខ្ញុំបានបញ្ជាក់ពីដើមប្រើប្រាស់ធម្មពលពន្លឺព្រះអាទិត្យឬក៏ធម្មពលកកើតឡើងវិញយើងប្រើប្រាស់តាមរយៈយើងគ្រប់គ្រងសំណល់រឹងនៅក្នុងសហគមន៍របស់គាត់ហ្នឹងកុំឲ្យគាត់ដុតសម្រាមកុំឲ្យគាត់ទុកដាក់នៅសម្រាមអស់ហ្នឹងពីវាពីកាលមានថាឲ្យបានការគ្រប់គ្រងសម្រាមហ្នឹងឲ្យបានល្អហើយជៀសវាងការដុតព្រោះការដុតហ្នឹងឯងគឺធ្វើឲ្យវាបំពុលនិងបំភាយឧស្ម័នផ្ទះកញ្ចក់ហ្នឹងឯងបាទហើយវាបំពុលទៅដល់បរិយាកាសផងដែរហើយមួយទៀតគឺយើងមានថាយើងប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីហ្នឹងបច្ចេកវិទ្យាស្អាតបាទបច្ចេកវិទ្យាស្អាតដែលមានមេត្រីភាពបរិស្ថានរបស់យើងបាទហើយមួយទៀតការប្រកបកសិកម្មនៅក្នុងតំបន់របស់គាត់ហ្នឹងត្រូវតែមានភាពបៃតងហើយនិងមានភាពឆ្លាតវៃបាទអញ្ចឹងទាំងអស់ហ្នឹងឯងដែលយើងហៅថាជាសហគមន៍នៃអព្យាក្រឹតកបោនចាអរគុណច្រើនបានន័យថាការធានាឲ្យបាននៅនិរន្តរភាពពាក់ព័ន្ធទៅនឹងការដាំស្ដារព្រៃឈើគឺជាកិច្ចការងារសំខាន់នៅក្នុងសហគមន៍អព្យាក្រឹតកបោនបាទចាថ្មីនេះក្រសួងបរិស្ថានបានបង្ហាញថាដើម្បីប្រែក្លាយប្រទេសទៅជាប្រទេសអព្យាក្រឹតកបោននោះគឺក្រសួងបរិស្ថានបានជ្រើសរើសយកកោះស្រឡៅគឺជាកោះដំបូងគេបំផុតដើម្បីប្រែក្លាយទៅជាកន្លែងមួយទីតាំងមួយអព្យាក្រឹតកបោនហេតុអ្វីបានជាក្រសួងបរិស្ថានសម្រាប់ជ្រើសរើសកោះស្រឡៅប្រែក្លាយទៅជាកោះអព្យាក្រឹតកបោនចា៎បាទសូមអរគុណចំពោះសំណួរនេះតាមដែលខ្ញុំចាំបានគឺនៅខែតុលាឆ្នាំ2025អាដាមបណ្ឌិតរដ្ឋមន្ត្រីគាត់បានជ្រើសរើសកោះស្រឡៅនេះគឺជាកោះគំរូទី1ក្នុងការអនុវត្តជាកោះអព្យាក្រឹតកបោនអញ្ចឹងកោះស្រឡៅនេះគឺស្ថិតនៅក្នុងភូមិសាស្ត្រឃុំកោះកាពិស្រុកកោះកុងខេត្តកោះកុងបាទដែលនៅតំបន់នោះគឺហ៊ុំព័ទ្ធទៅដោយព្រៃកោងកាងដ៏ស្រស់ស្អាតសម្បូរទៅដោយគ្រឿងសមុទ្រស្រស់បែបធម្មជាតិជាច្រើនបាទសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទនិងធនធានធម្មជាតិដែលសម្បូរបែបហើយនៅទីនោះផងដែរគឺនៅកោះស្រឡៅហ្នឹងគឺមានប្រជាសហគមន៍ប្រមាណជា300គ្រួសារដែលគាត់រស់នៅទីនោះហើយយើងដឹងថានៅទីនោះសម្បូរទៅដោយព្រៃកោងកាងអញ្ចឹងព្រៃកោងកាងទាំងអស់ហ្នឹងឯងគឺជាព្រៃដែលស្រូបកាបូនពីក្នុងបរិយាកាសបានយ៉ាងមានប្រសិទ្ធភាពព្រមទាំងជួយការពារនៅតំបន់ឆ្នេរនៅទីនោះផងដែរដូច្នេះហើយវាជាកន្លែងល្អមួយសម្រាប់យើងអនុវត្តនៅជាកោះអព្យាក្រឹតកបោនបាទហើយតើគម្រោងនេះមានគោលបំណងអ្វីបាទអញ្ចឹងគម្រោងហ្នឹងគឺយើងដឹងថាគម្រោងហ្នឹងមានគោលបំណងធំ3បាទទី1គឺដើម្បីជួយលើកកម្ពស់ការរស់នៅរបស់ប្រជាសហគមន៍តាមរយៈការបង្កើនជំរើសមុខរបរឲ្យពួកគាត់បាទការចិញ្ចឹមពពួកពូជក្បាលក្តាមធម្មជាតិការនេសាទឲ្យគាត់នេសាទតាមបែបធម្មជាតិធ្វើម៉េចមិនឲ្យប៉ះពាល់ទៅដល់ធនធានធម្មជាតិនៅទីនោះទេហើយម្យ៉ាងវិញទៀតវានឹងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់និង
នៅទីនោះគឺអាចនឹងបង្កើតជាផលិតផលគេហៅថាសម្គាល់ភូមិសាស្ត្រនៅក្នុងកោះសាឡៅនោះផងដែរហើយចំណុចទី2ហ្នឹងគឺគោលបំណងទី2ហ្នឹងគឺការអភិរក្សធនធានធម្មជាតិនៅទីនោះបាទនិងទី3គឺជួយបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុហើយចំណុចទាំងអស់ហ្នឹងគឺមានថាក្រសួងបរិស្ថានគាត់ព្យាយាមជ្រើសរើសកោះសាឡៅហ្នឹងជាទិសដៅលំហែបៃតងផងដែរដើម្បីតាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបាទឲ្យគាត់បានទៅធ្វើដំណើរកម្សាន្តទៅដល់ឃើញកោះហ្នឹងផងដែរបាទហើយវិធានការដើម្បីឲ្យកោះសាឡៅនោះអាចសម្រេចបាននៅអព្យាក្រឹតកបោនហ្នឹងគឺខ្ញុំមានចំណុចធំចំនួន3បាទទី1គឺការដាំស្ដារព្រៃឈើបាទការដាំស្ដារព្រៃឈើហ្នឹងគឺទីនោះនៅសម្បូរកោងកាងអញ្ចឹងមានថាដាំស្ដារព្រៃកោងកាងបាទដាំស្ដារព្រៃកោងកាងនិងព្រៃត្រូពិកនៅទីនោះគឺមានព្រៃត្រូពិកដែរអញ្ចឹងគឺយើងដាំស្ដារនៅតំបន់ណាដែលយើងដែលវាសឹករិចរិលបាទអញ្ចឹងអាហ្នឹងគឺជាវិធានការទី1ហើយវិធានការទី2គឺការបំពាក់នៅធម្មពលស្អាតធម្មពលកកើតឡើងវិញដូចជាយើងត្រូវបំពាក់នៅសូឡាបន្ថែមនៅតាមតំបន់របស់ជាសហគមន៍ដែលគាត់រស់នៅទីនោះហ្នឹងហើយនឹងមួយទៀតគឺការគ្រប់គ្រងសំណល់រឹងបាទនៅទីនោះមានថាក្រសួងបរិស្ថានគាត់មានផែនការនឹងដំឡើងនៅឡដែលមានបច្ចេកវិទ្យាមេត្រីភាពបរិស្ថានហ្នឹងបាទដើម្បីគ្រប់គ្រងសំណល់រឹងនៅទីនោះកុំឲ្យពួកគាត់យកទៅចោលទៅពីទៅពីកុំឲ្យពួកគាត់នឹងយកទៅដុតដែលធ្វើឲ្យវាបំភាយនៅឧស្ម័នទាំងកញ្ចក់ហ្នឹងហើយនឹងធ្វើឲ្យវាមានខ្យល់ពុលនៅតំបន់នោះផងដែរអញ្ចឹងចំណុចទាំងអស់ទាំងប្រមាណនេះដែលខ្ញុំបានលើកឡើងហ្នឹងគឺមានថាក្រសួងបរិស្ថានអាចនឹងជំរុញឲ្យកោះហ្នឹងក្លាយទៅជាកោះអព្យាក្រឹតកបោននៅពេលខាងមុខបានហើយនេះជាកោះអព្យាក្រឹតកបោនទី1ដែលក្រសួងបរិស្ថានហ្នឹងបានជ្រើសរើសសាកល្បងអញ្ចឹងក្នុងករណីដែលកោះអព្យាក្រឹតកបោនហ្នឹងទទួលបានជោគជ័យយើងនឹងពង្រីកវិសាលភាពទៅដូចជាទៅកោះរុងបាទអាចថានឹងមាន potential ជាកោះអព្យាក្រឹតកបោនមួយទៀតដែរហើយអាចពង្រីកទៅខាងសហគមន៍នៅខាងខេត្តកែបដែលក៏សម្បូរព្រៃកោងកាងនៅទីនោះដែរអញ្ចឹងនៅពេលដែលកោះសាឡៅនឹងសម្រេចបានជោគជ័យនៅជាកោះអព្យាក្រឹតកបោនគឺយើងនឹងពង្រីកទៅតំបន់ផ្សេងទៀតដែរធ្វើម៉េចដើម្បីឲ្យប្រទេសរបស់យើងនឹងក្លាយទៅជាប្រទេសមួយដែលអាចក្លាយឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកបោននៅត្រឹមឆ្នាំ2050សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកលុនលីដូដែលបានបង្ហាញយ៉ាងក្បោះក្បាយជូនដល់ទស្សនិកជនបានស្វែងយល់ដឹងអំពីអ្វីទៅជាអព្យាក្រឹតកបោនក៏ដូចជាសហគមន៍អព្យាក្រឹតកបោនរួមជាមួយនឹងការជ្រើសរើសទីតាំងដំបូងជាកោះអព្យាក្រឹតកបោនចាអាដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាចាការបង្កើនការយល់ដឹងជាសាធារណៈរួមជាមួយការបន្តការបដិញ្ញាចិត្តនៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នគឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធានាបាននូវអនាគតប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយនៅពេលនេះចក្រា Podcast សូមគោរពអរគុណនិងសូមគោរពលា